ជំរាបសួរលោកគ្រូអ្នកគ្រូអញ្ចឹងដើម្បីលោកគ្រូអ្នកគ្រូត្រួតពិនិត្យមើលលទ្ធផលសិស្សប្រឡងតាមប្រព័ន្ធអនឡាញមួយ EdTech ជាដំបូងសូមលោកគ្រូអ្នកគ្រូចូលទៅកាន់ link Telegram បន្តមកទៀតលោកគ្រូអ្នកគ្រូសូមជ្រើសរើសចុចទៅលើ link Telegram ដែលក្រុមការងារប្រឡងបានទម្លាក់ជូនក៏ដូចជាលោកគ្រូអ្នកគ្រូ ICT តំបន់លោកគ្រូអ្នកគ្រូ ICT ចាំខេត្តគាត់ផ្ញើជូនបាទអញ្ចឹងចុចទៅលើ link ហ្នឹងមកបាទបន្ទាប់មកសូមវាយបញ្ចូលនៅ username បាទគឺសូមវាយនៅពាក្យថា teacher បាទជាអក្សរតូចទាំងអស់បាទហើយ password សូមលោកគ្រូអ្នកគ្រូវាយបញ្ចូលនៅពាក្យថា teacher 2026បាទវាយដូចខ្ញុំអញ្ចឹងមកបន្ទាប់មកចុចទៅលើពាក្យ sign in បាទពណ៌ខៀវនេះអញ្ចឹងលោកគ្រូអ្នកគ្រូនឹងមកដល់ផ្ទាំងមួយសម្រាប់ត្រួតពិនិត្យមើលលទ្ធផលប្រឡងរបស់សិស្សអញ្ចឹងនៅក្នុងនេះដែរខ្ញុំសូមបង្ហាញជូនលោកគ្រូអ្នកគ្រូទី1គឺការត្រួតពិនិត្យមើលលទ្ធផលប្រឡងហើយទី2គឺរបាយការណ៍និងទី3ការចែករំលែក link QR ទៅកាន់សិស្សានុសិស្សអញ្ចឹងខ្ញុំសូមចូលនៅចំណុចទី1លទ្ធផលប្រឡងអញ្ចឹងលោកគ្រូចុចកន្លែងលទ្ធផលប្រឡងហ្នឹងមកបន្ទាប់មកជ្រើសរើសខេត្តរបស់លោកគ្រូអ្នកគ្រូបាទអញ្ចឹងខ្ញុំសូមយកខេត្តកណ្ដាលបាទបន្ទាប់ពីបានប៉ានេះហើយសូមលោកគ្រូអ្នកគ្រូជ្រើសរើសខែបាទជ្រើសរើសខែនៃការប្រឡងហ្នឹងហើយស្រុកបាទអញ្ចឹងលោកគ្រូអ្នកគ្រូនៅស្រុកណាសូមជ្រើសរើសស្រុកហ្នឹងមកជាងខ្ញុំឧទាហរណ៍នៅសំពៅពូនបាទសាលារៀនបាទសូមជ្រើសរើសបាទកម្រិតថ្នាក់បាទលោកគ្រូអ្នកគ្រូចង់ពិនិត្យមើលសិស្សថ្នាក់ណាមួយបាទសូមយកថ្នាក់ហ្នឹងមកបាទបន្ទប់បាទគ្រូជ្រើសរើសតាមហ្នឹងមកបាទមាន A B C អញ្ចឹងទៅណាបាទនេះខ្ញុំមើលបន្ទប់ A ភេទបាទគ្រូចង់មើលទៅតាមក្រុមភេទបាទប្រុសឬក៏ស្រីគឺអាចជ្រើសរើសចឹងមកបាននិទេសបាទគ្រូចង់មើលតាមនិទេសណាមួយក៏សូមជ្រើសរើសទៅបាទបន្ទាប់ពីបានប៉ុណ្ណឹងហើយគ្រូបាទអូសឡើងមកបាទគ្រូនឹងឃើញហើយពណ៌ខៀវនេះគឺជាលទ្ធផលដែលសិស្សគាត់បានប្រឡងបានន័យថាមានពិន្ទុបាទកន្លែងពណ៌ក្រហមនេះបានមុខវិជ្ជានឹងមួយក៏អត់បានចូលរួមប្រឡងហើយលោកគ្រូអាចចុចបន្តទៅទៀតដើម្បីមើលបាទបន្ទាប់ពីបានប៉ុណ្ណឹងហើយប្រសិនបើលោកគ្រូចង់ទាញយកលទ្ធផលប្រឡងហ្នឹងយកទៅបិទផ្សាយឬក៏យកទៅប្រើប្រាស់នៅតាមបន្ទប់តាមថ្នាក់រៀនបាទសូមគ្រូបាទជ្រើសរើសទៅគឺមានការទី1បោះពុម្ពប្រតិបត្តិបន្ទុកបាទទី2គឺទាញវាជា PDF ហើយទី3ទាញជា CSV អញ្ចឹងខ្ញុំសូមឧទាហរណ៍ទាញជា CSV នេះមួយបាទអញ្ចឹងលោកគ្រូចុចទៅលើប៊ូតុងបាទពណ៌បៃតងនេះមកបន្ទាប់មកទិន្នន័យវានឹងលោតមកខាងលើនេះលោកគ្រូឃើញនេះវាបង្ហាញនៅកន្លែងតនេះបាទអញ្ចឹងគ្រូអាចចុចបើកមកបាទនេះគឺជាបន្ទុកសិស្សប្រឡងនៅថ្នាក់ទី7 អេអញ្ចឹងបើលោកគ្រូមានតារាងប្រឡងនៅតាមសាលារៀនជាក់ស្ដែងរួចហើយគ្រូអាច copy បន្ទុកនេះទៅហើយយកទៅដាក់ចូលទៅរៀបចេញជាចំណាត់ថ្នាក់ជាតារាងកិត្តិយសសម្រាប់សាលាលោកគ្រូប្រើប្រាស់បានបាទនេះគឺជាការទាញលទ្ធផលប្រឡងក៏ដូចជាពិនិត្យមើលលទ្ធផលប្រឡងរបស់សិស្សនីមួយហើយបើគ្រូចង់រើសថ្នាក់ផ្សេងទៀតគឺចុចទៅលើហ្នឹងហើយយកពាក្យគ្រប់បន្ទប់នេះបាទបន្ទាប់មកធ្វើការជ្រើ
ជ្រើសរើសម្ដងទៀតបាទយកថ្នាក់ B អញ្ចឹងមកបាទអញ្ចឹងនេះគឺជាលទ្ធផលរបស់ថ្នាក់ B បាទអញ្ចឹងខ្ញុំសូមចូលទៅកាន់កិច្ចការទី2គឺការពិនិត្យមើលរបាយការណ៍ការពិនិត្យមើលរបាយការណ៍នេះគឺលោកគ្រូអាចត្រួតពិនិត្យមើលរបាយការណ៍របស់សាលានីមួយៗតើប្រឡងបានប្រមាណភាគរយក៏ដូចជាទូទាំងខេត្តតើខេត្តរបស់លោកគ្រូនឹងប្រឡងបានប្រមាណភាគរយបាទអញ្ចឹងបន្ទាប់ពីចុចទៅលើពាក្យរបាយការណ៍នឹងហើយគឺធ្វើការជ្រើសរើសបាទរាជធានីខេត្តខ្ញុំសូមយកខេត្តកណ្ដាលបាទសម្រាប់ខេត្តកណ្ដាលទាំងអស់នៅពេលនេះគឺប្រឡងបាន 30% ហើយបើលោកគ្រូចង់ពិនិត្យមើលសាលាណាមួយបាទសូមជ្រើសរើសបាទក្រុងស្រុកបាទអញ្ចឹងខ្ញុំសូមយកសំពើពួនមិញដដែលបាទហើយសាលារៀនបាទខ្ញុំយកអនុជ្រោយតកែវបាទអញ្ចឹងនៅអនុជ្រោយតកែវនេះប្រឡងបាន 96% គឺសតបានប្រឡង 9 នាក់បាទបាទហើយនេះគឺតង់សម្អាតបាទលោកគ្រូចង់សម្អាតហើយជ្រើសរើសម្ដងទៀតបានបាទហើយបើលោកគ្រូចង់បោះពុម្ពវាចេញបាទសូមចុចកន្លែងបោះពុម្ពនេះមកបាទចុចកន្លែងបោះពុម្ពនេះទៅហើយ save វាជា PDF ទៅឬក៏មានម៉ាស៊ីន print ភ្ជាប់លោកគ្រូអាច print ចេញបានតែម្ដងបាទអញ្ចឹងខ្ញុំសូមចូលទៅដល់ចំណុចទី3ការចែកចម្លែក link QR អញ្ចឹងក្នុងករណីលោកគ្រូចង់ឲ្យសិស្សានុសិស្សគាត់ត្រួតពិនិត្យមើលលទ្ធផលរបស់គាត់បាទសូមលោកគ្រូចុចកន្លែងចែកចម្លែក QR នេះទៅបន្ទាប់មកធ្វើការ copy link QR នេះហើយបាទ link QR ហើយលោកគ្រូផ្ញើទៅកាន់ក្រុមសិស្សានុសិស្សដើម្បីឲ្យសិស្សានុសិស្សរបស់លោកគ្រូគាត់ចូលទៅមើលលទ្ធផលរបស់គាត់ម្នាក់បាទវីដេអូសូមចប់ត្រឹមប៉ុណ្ណឹងបាទក៏សូមអរគុណសូមជម្រាបលា